ជំងឺពោះវៀនប្រភេទស៊ីលីយ៉ាក់ដែលបង្កឡើងដោយសារប្រតិកម្មជាមួយអាហារដែលមានសារធាតុក្លូតេនតើជំងឺពោះវៀនប្រភេទស៊ីលីយ៉ាក់ជាអ្វីវាគឺជាការរលាកពោះវៀនដែលសឹករិចរិលដោយសារការបរិភោគអាហារមានជាតិក្លូតេនគឺអាហារដែលធ្វើពីស្រូវសាលីដូចជាស៊ីរៀលនំប៉័ងនំខេកមីប៉ាស្តាភីហ្សាប៊ឺហ្គឺទឹកស៊ីអ៊ីវជាដើមរោគសញ្ញានៃជំងឺនេះមានដូចជាហើមពោះខ្យល់ពេញពោះរាគឬទល់លាមកហត់អស់កម្លាំងដោយមិនដឹងមូលហេតុស្រកទម្ងន់ក្មេងៗមិនសូវលូតលាស់គិតអ្វីមិនចេញមិនចាំវិលវល់ខួរក្បាលធ្លាក់ទឹកចិត្តខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែកចូលអ្នកចំណាំរោគសញ្ញាខាងលើចំណាំជាពិសេសក្រោយញ៉ាំអាហារដែលមានជាតិក្លូតេនដូចបានរៀបរាប់ជំងឺនេះគឺជាឧបសគ្គដែលមនុស្សរាប់លានអ្នកកំពុងជួបប្រទះជារៀងរាល់ថ្ងៃអ្នកអាចជ្រើសរើសបានបើមិនចង់កើតជំងឺពោះវៀនប្រភេទស៊ីលីយ៉ាក់គឺអ្នកកុំបរិភោគនៅប្រភេទអាហារដែលបង្កជំងឺនេះជំរើសរបស់អ្នកគឺគ្មានជាតិក្លូតេនគ្មានជាតិក្លូតេនគឺគ្មានការព្រួយបារម្ភនិងសុខភាពពោះវៀនរឹងមាំដើម្បីពិគ្រោះយោបល់អំពីជំងឺពោះវៀនប្រភេទស៊ីលីយ៉ាក់និងជំងឺដែលពាក់ព័ន្ធនឹងជាតិក្លូតេនសូមតាក់ទងតាមលេខទូរស័ព្ទឬតាមលេខ Telegram 085 990 988ឬ099 990 988ឬ070 990 988ឬលោកអ្នកអាចមកដល់មន្ទីរពហុព្យាបាលលីស្រីវីណាដែលស្ថិតនៅផ្ទះលេខ317ផ្លូវ430សង្កាត់ទួលទំពូង2ខណ្ឌចំការមនរាជធានីភ្នំពេញបញ្ជាក់វិធីព្យាបាលគឺមានតែមួយគត់គឺត្រូវបោះបង់អាហារដែលមានជាតិក្លូតេនជំរឿរបស់អ្នកគឺគ្មានអាហារដែលមានជាតិក្លូតេនចូលអ្នកស្វែងរកពាក្យថា gluten free នៅលើកញ្ចប់អាហារខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួននៃប្រភេទអាហារដែលគ្មានជាតិក្លូតេនដែលមានដូចជាបាយសមីសួរនិងតាំងហ៊ុនដំឡូងគ្រប់ប្រភេទត្រាវនំបញ្ចុកគុយទាវបាញ់ហយឬបាញ់ស៊ុងបាញ់ឆែវដើម្បីពិគ្រោះយោបល់អំពីជំងឺពោះវៀនប្រភេទស៊ីលីយ៉ាក់និងជំងឺដែលពាក់ព័ន្ធនឹងជាតិក្លូតេនសូមតាក់ទងតាមលេខទូរស័ព្ទឬតាមលេខ Telegram 085 990 988ឬ099 990 988ឬ070 990 988ឬលោកអ្នកអាចមកដល់មន្ទីរពហុព្យាបាលលីស្រីវីណាដែលស្ថិតនៅផ្ទះលេខ317ផ្លូវ430សង្កាត់ទួលទំពូង2ខណ្ឌចំការមនរាជធានីភ្នំពេញបើគ្មានជាតិក្លូតេនគ្មានការព្រួយបារម្ភសុខភាពពោះវៀនរឹងមាំវាជាជំងឺប្រព័ន្ធការពាររាងកាយបំផ្លាញពោះវៀនកម្រិតធ្ងន់